by the United States Marine Pipe and Drum Corps. It is on record. នៅដើមខែសីហាឆ្នាំ1964នាវាពិឃាតអាមេរិក2គ្រឿងដែលឈរជើងនៅជ្រុងសមុទ្រតុងកឹងក្នុងប្រទេសវៀតណាមបានផ្ញើសារតាមវិទ្យុតាក់ទងមកថាពួកគេត្រូវកងកម្លាំងវៀតណាមខាងជើងបាញ់ប្រហារជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់កងកម្លាំងវៀតណាមខាងជើងប្រធានាធិបតីអាមេរិកកាលជំនាន់នោះស្ថិតនៅក្រោមអាណត្តិរបស់លោក Lyndon B Johnson បានស្នើសុំការអនុញ្ញាតពីសភាអាមេរិកដើម្បីបង្កើនវត្តមានយោធារបស់អាមេរិកនៅឥណ្ឌូចិននៅថ្ងៃទី7ខែសីហាឆ្នាំ1964សភាបានអនុម័តសេចក្តីសម្រេចដែលផ្ដល់សិទ្ធិឲ្យប្រធានាធិបតី Johnson អាចចាត់វិធានការណាមួយដែលលោកយល់ឃើញថាចាំបាច់ដើម្បីសងសឹកនិងរក្សាសន្តិសុខអន្តរជាតិនៅអាស៊ីអាគ្នេយ៍សេចក្តីសម្រេចនេះបានក្លាយទៅជាមូលដ្ឋានផ្លូវច្បាប់មួយសម្រាប់រដ្ឋបាលរបស់លោក Johnson និងលោក Nixon ក្នុងការធ្វើសង្គ្រាមយ៉ាងពេញទំហឹងនៅវៀតណាមបន្ទាប់ពីការបញ្ចប់សង្គ្រាមឥណ្ឌូចិនលើកទី1និងការបរាជ័យរបស់បារាំងក្រោមថ្វីដៃកងទ័ពវៀតមិញនៅឌៀនបៀនភូក្នុងឆ្នាំ1954ប្រទេសដែលចូលរួមនៅក្នុងសន្និសីទក្រុងសឺណែវបានបោះឆ្នោតឲ្យមានការបែងចែកវៀតណាមជាពីរផ្នែកគឺខាងជើងនិងខាងត្បូងដែលគ្រប់គ្រងដោយរបបពីរផ្សេងគ្នាហើយបានកំណត់ឲ្យមានការបោះឆ្នោតដើម្បីបង្រួបបង្រួមប្រទេសឡើងវិញក្រោមរដ្ឋាភិបាលតែមួយពួកកុម្មុយនីសដែលហាក់ដូចជាមានប្រៀបនៅក្នុងការឈ្នះការបោះឆ្នោតនេះគឺដោយសារតែពួកគេបានរៀបចំរចនាសម្ព័ន្ធអង្គការចាត់តាំងយ៉ាងរឹងមាំនិងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជននៅតាមទីជនបទទោះបីជាយ៉ាងណាក៏ដោយក្តីសហរដ្ឋអាមេរិកដែលខ្លាចមិនចង់ឃើញការរីកចម្រើនរបស់ពួកកុម្មុយនីសបានបដិញ្ញាចិត្តយ៉ាងមុតមាំថានឹងទប់ស្កាត់ការរីករាលដាលនៃរបបកុម្មុយនីសហើយដោយយោងទៅលើធម្មនុញ្ញរបស់អង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ Southeast Asia Treaty Organization នៅក្នុងឆ្នាំ1954សហរដ្ឋអាមេរិកបានសម្រេចគាំទ្រទំនុកបំរុងមេដឹកនាំវៀតណាមឈ្មោះងូដេងឌៀមនៅពេលដែលលោកបានបដិសេធមិនរៀបចំការបោះឆ្នោតងូដេងឌៀមអាចគ្រប់គ្រងបង្កើតរដ្ឋាភិបាលវៀតណាមខាងត្បូងបានប៉ុន្តែมันអាចបញ្ឈប់ការជ្រៀតជ្រែកចូលអុកឡុករបស់ពួកកុម្មុយនីសនៅវៀតណាមខាងត្បូងបានឡើយនៅឆ្នាំ1954វៀតកុងដែលជាកងកម្លាំងកុម្មុយនីសវៀតណាមខាងត្បូងនិងកងទ័ពវៀតមិញបានធ្វើការចាប់ផ្ដើមបោះបោរទ្រង់ទ្រាយធំនៅភាគខាងត្បូងប្រការនេះហើយដែលជាចំណុចចាប់ផ្ដើមបើកសក្តានុពលថ្មីនៃសង្គ្រាមឥណ្ឌូចិនលើកទី2ងូដេងឌៀមបើទោះបីជាមានការគាំទ្រយ៉ាងខ្លាំងក្លាទាំងជំនួយយោធានិងអាមេរិកពីសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយក្តីក៏គាត់មិនអាចទាក់ទាញប្រជាប្រិយភាពនិងភាពស្មោះត្រង់ពីប្រជាជនវៀតណាមខាងត្បូងដោយដែលហូជីមិញបានធ្វើទៅលើវៀតណាមខាងជើងនោះទេត្បិតថាគោលនយោបាយជនបទរបស់លោកងូដេងឌៀមនិងក្រឡាដែលនយោបាយមិនច្បាស់លាស់ចំពោះការកែតម្រង់ដែលមានភាពចាំបាច់ដើម្បីសម្រួលទៅដល់ការរស់នៅរបស់ប្រជាជនវៀតណាមខាងត្បូងដូចជាការកែប្រែតម្រង់ដីធ្លីបានធ្វើឲ្យប្រជាជនរបស់ខ្លួនកាន់តែងាករេនៅក្នុងការគាំទ្រកម្លាំងវៀតកុងនៅតំបន់ភាគខាងត្បូងរបស់វៀតណាមខ្លួនទៅវិញនៅឆ្នាំ1963ការគ្រប់គ្រងរបស់លោកងូដេងឌៀមក្នុងនាមជាប្រធានាធិបតីកាន់តែធ្លាក់ចុះខ្លាំងទៅរហូតឈានទៅដល់ការធ្វើរដ្ឋប្រហារនិងធ្វើឃាតដោយឧត្តមសេនីយ៍ហ្សឿងវ៉ាន់មិញដែលជាមនុស្សក្បែរខ្លួនត្បិតថាមិនពេញចិត្តនឹងអសមត្ថភាពនៃការដឹកនាំរបស់លោកមានជាអាចការសម្លាប់និងបង្ក្រាបយ៉ាងចាស់ដៃទៅលើអ្នកប្រឆាំងវៀតណាមខាងត្បូងការមិនអាចបំពេញតាមកិច្ចសន្យាជាមួយប្រជាជនបកពួកនិយមគ្រួសារនិយមដែលចាក់ឫសគល់នៅក្នុងវៀតណាមខាងត្បូងជាច្រើនឆ្នាំហើយឈានទៅដល់ការតវ៉ាបាតកម្មទ្រង់ទ្រាយធំពីអ្នកកាន់ពុទ្ធសាសនានិងបណ្ដាលឲ្យអ្នកកាន់ព្រះពុទ្ធសាសនា4នាក់បានស្លាប់នៅដើមឆ្នាំ1963អំឡុងពេលនៃការបង្ក្រាបយ៉ាងឃោរឃៅពីប៉ូលីសរបស់លោកងូដេងឌៀមហើយអវសានចុងក្រោយទៅគាត់ត្រូវបានធ្វើរដ្ឋប្រហារនិងសម្លាប់ចោលដោយ CIA ជាអ្នកនៅពីក្រោយខ្នងនៃការផ្ដួលរំលំនេះក៏ប៉ុន្តែ3សប្តាហ៍ក្រោយមកប្រធានាធិបតី Johnson F Kennedy ក៏ត្រូវបានគេលួចធ្វើឃាតផងដែរហើយសង្គ្រាមនៅវៀតណាមនៅតែបន្តឆេះឡើងក្រោមការដឹកនាំថ្មីនៃប្រទេសទាំងពីរនេះនៅមុនពេលស្លាប់លោកប្រធានាធិបតី Kennedy បានបង្កើតវត្តមានទីប្រឹក្សាអាមេរិកនៅវៀតណាមខាងត្បូងដោយសង្ឃឹមថាកម្មវិធី Nation Building ដែលគាំទ្រដោយសហរដ្ឋអាមេរិកនឹងជួយពង្រឹងរដ្ឋាភិបាលថ្មី
ដែលខ្លួនលើកបន្ទប់ឡើងនៅវៀតណាមខាងត្បូងបើទោះបីជាយ៉ាងណាក៏ដោយក្តីវៀតណាមខាងត្បូងនៅតែប្រឈមមុខនឹងអស្ថិរភាពនយោបាយនិងការបរាជ័យខាងផ្នែកយោធានៅចំពោះមុខការរលទៅមុខឥតដាច់របស់ពួកកងកម្លាំងវៀតណាមខាងជើងដែលជាគូបដិបករហូតដល់ខែសីហាឆ្នាំ1964រដ្ឋបាលរបស់លោកជុនសុនបានជឿជាក់ថាការបង្កើនវត្តមានយោធារបស់អាមេរិកនៅវៀតណាមខាងត្បូងគឺជាដំណោះស្រាយតែមួយគត់ដែលអាចឆាប់យកឈ្នះបំបាក់ឥទ្ធិពលរបស់ពួកកុម្មុយនីសវៀតណាមខាងត្បូងក្រោយសម័យរបស់លោកងួយដេងឌៀមត្រូវបានគេមើលឃើញថានៅតែមិនមានស្ថិរភាពជាងមុននោះទេហើយកងកម្លាំងវៀតណាមខាងត្បូងទៀតសោតជាទូទៅមិនមានប្រសិទ្ធភាពខ្លាំងក្លានៅក្នុងការវាយប្រយុទ្ធនោះទេម្ល៉េះហើយបានជាសហរដ្ឋអាមេរិកបានគាំទ្រការវាយឆ្មក់តាមឆ្នេរសមុទ្រទៅលើវៀតណាមខាងជើងបន្ថែមពីលើការគាំទ្រប្រតិបត្តិការវាយឆ្មក់របស់វៀតណាមខាងត្បូងនៅជនបទការទម្លាក់គ្រាប់បែកតាមព្រំដែនរួមមានកម្ពុជាឡាវដើម្បីកាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងនិងកងកម្លាំងយាកកងនៅតាមផ្លូវលំហូជីមិញដែលកំពុងរុលចូលវៀតណាមខាងត្បូងដោយស្រមោចកងទ័ពជើងទឹកអាមេរិកបានដាក់នាវាពិឃាត2គ្រឿងគឺ Murdoch និង Tuna Joy នៅឈូងសមុទ្រតុងកឹងដើម្បីគាំទ្រប្រតិបត្តិការនេះភ្លាមបន្ទាប់ពីរបាយការណ៍នៃការវាយប្រហារលើកទី2លោកប្រធានាធិបតី Johnson បានស្នើសុំការអនុញ្ញាតពីសភាអាមេរិកដើម្បីការពារកងកម្លាំងអាមេរិកនៅអាស៊ីអាគ្នេយ៍ពីការវាយប្រហាររបស់កងកម្លាំងវៀតណាមខាងជើងព្រឹទ្ធសភាអាមេរិកបានអនុម័តសេចក្តីសម្រេចឈូងសមុទ្រតុងកឹងដែលមានសម្លេងប្រឆាំងតែ2ប៉ុណ្ណោះខណៈដែលសភាតំណាងរាស្ត្រផ្សេងទៀតបានអនុម័តគាំទ្រជាឯកច្ឆន្ទទៅលើការស្នើរបស់លោក Johnson សភាអាមេរិកបានគាំទ្រសេចក្តីសម្រេចនេះដោយសន្មតថាប្រធានាធិបតីនឹងត្រឡប់មកស្នើសុំការគាំទ្រពីពួកគេមុននឹងបង្កើនសង្គ្រាមបន្ថែមទៀតឧបទ្ទវហេតុនៅឈូងសមុទ្រតុងកឹងដែលទទួលរងការវាយប្រហារដោយកងកម្លាំងវៀតណាមខាងជើងនិងសេចក្តីសម្រេចជាបន្តបន្ទាប់បានផ្ដល់ហេតុផលសមស្របមួយសម្រាប់ការលូកដៃរបស់អាមេរិកចូលទៅក្នុងសង្គ្រាមវៀតណាមដែលពួកគេជឿជាក់ថាទីក្រុងហាណូយនឹងចុះខ្សោយទៅក្រោមការទម្លាក់គ្រាប់បែកកាន់តែខ្លាំងឡើងក្រោមប្រតិបត្តិការ Rolling Thunder ដែលជាយុទ្ធនាការទម្លាក់គ្រាប់បែកទៅលើវៀតណាមខាងជើងហើយហៀចូលទៅដល់ប្រទេសជិតខាងមានជាអាតឡាវនិងកម្ពុជាជាដើមប្រតិបត្តិការ Rolling Thunder នេះបានចាប់ផ្ដើមនៅថ្ងៃទី13ខែកុម្ភៈឆ្នាំ1965និងបន្តរហូតដល់និទាខែរដូវឆ្នាំ1967ដោយរត់តែផុងខ្លួនទៅលោកប្រធានាធិបតី Johnson ក៏បានអនុញ្ញាតឲ្យបញ្ជូនកងទ័ពជើងគោកជាបន្តបន្ទាប់ទៅវៀតណាមខាងត្បូងដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពវៀតកុងនៅតាមទីជនបទតាមរយៈសង្គ្រាមថ្មើរជើងសំណួរមួយដែលតែងតែត្រូវបានចោទឡើងដោយអ្នកប្រវត្តិសាស្ត្រនិងមតិសាធារណជននោះគឺហេតុអ្វីបានជាសហរដ្ឋអាមេរិកចូលរួមនៅក្នុងសង្គ្រាមនៅវៀតណាមហើយតើសង្គ្រាមនេះអាមេរិកចាប់ផ្ដើមពិតប្រាកដនៅឆ្នាំណាយោងទៅតាមអត្ថបទរបស់លោកស្រីបណ្ឌិត Heath Thurston មកពីសាកលវិទ្យាល័យ Missouri ខាងត្បូងនិងជាសាស្ត្រាចារ្យជំនាញខាងប្រវត្តិសាស្ត្រយោធាបានសរសេរថាយើងគួរត្រឡប់ថយក្រោយទៅទសវត្សរ៍ឆ្នាំ1940នៅពេលដែលប្រធានាធិបតី Harry Truman អនុញ្ញាតឲ្យសហរដ្ឋអាមេរិកផ្ដល់ជំនួយហិរញ្ញវត្ថុដើម្បីគាំទ្រសង្គ្រាមរបស់បារាំងនៅឥណ្ឌូចិនតើវាបានចាប់ផ្ដើមនៅទសវត្សរ៍ឆ្នាំ1950នៅពេលដែលកិច្ចព្រមព្រៀងក្រុងសឺណែវបានបែងចែកវៀតណាមជាពីរហើយប្រធានាធិបតី Eisenhower បានផ្ដល់ជំនួយអាមេរិកដើម្បីជួយបង្កើតរដ្ឋប្រជាធិបតេយ្យមួយនៅខាងត្បូងដើម្បីទប់ស្កាត់នឹងភាគខាងជើងកុម្មុយនីសឬមួយយ៉ាងណាតាមរយៈទ្រឹស្ដីដូមីណូរបស់ Eisenhower ប្រសិនបើប្រទេសមួយនៅអាស៊ីអាគ្នេយ៍ធ្លាក់ចូលនៅក្នុងដៃរបស់ពួកកុម្មុយនីសនោះតំបន់ទាំងមូលនឹងដួលរលំហើយប៉ះពាល់នឹងរីករាលដាលពេញពិភពអាស៊ីប៉ាស៊ីហ្វិកនិងជាឥទ្ធិពលមិនត្រឹមតែទៅលើទស្សនៈរបស់គាត់ចំពោះទំនាក់ទំនងអាមេរិកជាមួយតំបន់ទាំងនោះប៉ុណ្ណោះទេប៉ុន្តែថែមទាំងទៅលើគោលនយោបាយរបស់អ្នកស្នងតំណែងរបស់គាត់គឺអនាគតប្រធានាធិបតី John F Kennedy និងលោក Johnson ផងដែរលោក Kennedy បានអះអាងថាជនជាតិអាមេរិកត្រូវតែចំណាយគ្រប់តម្លៃទទួលគ្រប់បន្ទុកដើម្បីគាំទ្រការកសាងប្រទេសប្រជាធិបតេយ្យមួយនៅវៀតណាមដែលនេះជាវិធីដ៏ល្អមួយដើម្បីទប់ស្កាត់ការរីកចម្រើនរបស់ពួកកុម្មុយនីសនៅអាស៊ីអាគ្នេយ៍ក្នុងអាណត្តិរបស់លោក Johnson សហរដ្ឋអាមេរិកបានពង្រីកសង្គ្រាមរបស់វៀតណាមហើយចាប់ផ្ដើមពីសេចក្តីសម្រេចឈូងសមុទ្រតុងកឹងដែលនៅក្នុងពេលនោះសភាបានអនុញ្ញាតឲ្យ Johnson ប្រែកម្លាំងយោធាដោយមិនចាំបាច់ប្រកាសសង្គ្រាមរហូតដល់ខែមីនាឆ្នាំ1965ធានាអាមេរិកបានចុះចតជន់ដីវៀតណាមជាលើកដំបូងនៅដាណាងជាជាងលោកដៃចូលភ្លាមតែម្ដងសហរដ្ឋអាមេរិកបានធ្វើការជ្រៀតជ្រែកចូលក្នុងវៀតណាមក្នុងដំណើរការបន្តិចម្ដងរួមមានចំនួនសេដ្ឋកិច្ច
ទីប្រឹក្សានយោបាយនិងយោធាព្រមទាំងការបញ្ជូនទ័ពផ្ទាល់ដីចូលទៅវៀតណាមនៅក្នុងបរិបទនៃការប្រែប្រួលសកលបានបង្កើតឲ្យមានភាពតានតឹងមួយនៅក្នុងសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិកសហភាពសូវៀតនិងចិនហើយភាពតានតឹងនេះបានបង្កើតឲ្យមានឥទ្ធិពលលើព្រឹត្តិការណ៍ពាក់ព័ន្ធនឹងសង្គ្រាមវៀតណាមផងដែរយើងត្រូវសិក្សាអំពីទូនាទីនិងការសម្រេចចិត្តរបស់វៀតណាមនិងអាស៊ីអាគ្នេយ៍នៅក្នុងសង្គ្រាមនេះហើយយើងក៏ត្រូវទទួលស្គាល់សារៈសំខាន់នៃការប្រកួតប្រជែងគ្នានិងការសម្រេចចិត្តរបស់មហាអំណាចនៅក្នុងសង្គ្រាមត្រជាក់ដែលបានកំណត់របៀបដែលសង្គ្រាមវៀតណាមនេះបានប្រព្រឹត្តទៅការព្រួយបារម្ភខ្លាចថាសម្ព័ន្ធមិត្តរបស់ខ្លួនបាត់បង់ជំនឿជឿជាក់ទៅលើការកសាងជញ្ជាំងការពារប្រជាធិបតេយ្យប្រឆាំងនឹងកុម្មុយនីសមេដឹកនាំអាមេរិកគ្រប់រូបបានកំណត់គោលនយោបាយដើម្បីបញ្ជូនទីប្រឹក្សាជំនួយហិរញ្ញវត្ថុសម្ភារៈនិងកងទ័ពទៅវៀតណាមប្រទេសផ្សេងជាច្រើននៅអាស៊ីអាគ្នេយ៍បានផ្លាស់ប្ដូរពីអាណានិគមនិយមទៅជារដ្ឋឯករាជ្យក្នុងប៉ុន្មានឆ្នាំបន្ទាប់ពីសង្គ្រាមលោកលើកទី2ហើយភាពតានតឹងនឹងចំនួនរវាងចលនាកុម្មុយនីសនិងមិនមែនកុម្មុយនីសមិនត្រឹមតែកើតឡើងនៅវៀតណាមប៉ុណ្ណោះទេប៉ុន្តែក៏បានកើតឡើងផងដែរនៅម៉ាឡេស៊ីឥណ្ឌូនេស៊ីនិងហ្វីលីពីនរដ្ឋាភិបាលមិនមែនកុម្មុយនីសនៅក្នុងតំបន់បានគាំទ្រសាធារណរដ្ឋវៀតណាមខាងត្បូងដោយជឿជាក់ថាការរស់រានមានជីវិតរបស់របបប្រជាធិបតេយ្យនៅវៀតណាមគឺជាជញ្ជាំងការពារដ៏សំខាន់ប្រឆាំងនឹងការរីករាលដាលនៃកុម្មុយនីសនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ1954ចាងកាយជៀកនៅតៃវ៉ាន់និងស៊ីងម៉ាន់រីនៅកូរ៉េខាងត្បូងបានបង្កើតសម្ព័ន្ធប្រជាជនអាស៊ីអាគ្នេយ៍ប្រឆាំងកុម្មុយនីសដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងការប្រឆាំងការបះបោររបស់ពួកកុម្មុយនីសហើយចាប់តាំងពីឆ្នាំ1964មកប្រធានបទសំខាន់ដែលត្រូវបានតែងតែលើកយកមកជជែកសួរដេញដោលនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការនេះគឺវៀតណាមខាងត្បូងនិងរបៀបដែលសមាជិក APACL អាចផ្ដល់ជំនួយគាំទ្រទាំងនយោបាយនិងយោធានៅកិច្ចប្រជុំប្រចាំឆ្នាំនៅឆ្នាំ1964នៅទីក្រុងតៃប៉េប្រតិភូនៃអង្គការនេះបានសម្រេចចិត្តបើកការិយាល័យពិសេសមួយរបស់ខ្លួននៅសៃហ្គនដើម្បីផ្ដល់ការគាំទ្រដល់រដ្ឋាភិបាលសៃហ្គនកាសែតនៅបាងកក កូឡាឡាំពួរនិងម៉ានីលបានចេញផ្សាយអត្ថបទគាំទ្រវៀតណាមខាងត្បូងយ៉ាងភ្លុកទឹកភ្លុកដីនៅក្នុងគំនិតរបស់ប្រទេសប្រជាធិបតេយ្យកាលជំនាន់នោះអាស៊ីអាគ្នេយ៍មានសារៈសំខាន់ខ្លាំងនៅក្នុងការកំណត់គោលនយោបាយរបស់អាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនដល់ថ្នាក់សហរដ្ឋអាមេរិករួមទាំងប្រទេសអង់គ្លេសបារាំងអូស្ត្រាលីនូវែលសេឡង់ប៉ាគីស្ថានហ្វីលីពីននិងថៃបានបង្កើតអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ស៊ីតូនៅខែកញ្ញាឆ្នាំ1954គោលបំណងនៃការបង្កើតអង្គការស៊ីតូនេះគឺដើម្បីទប់ស្កាត់កុំឲ្យពួកកុម្មុយនីសពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់បើទោះបីជាវៀតណាមខាងត្បូងកម្ពុជានិងឡាវមិនអាចចូលជាសមាជិកស៊ីតូបានដោយសារតែកិច្ចព្រមព្រៀងក្រុងហ្សឺណែវដែលជាឧបសគ្គហាមឃាត់មិនឲ្យពួកគេចូលជាសមាជិកយោធាអន្តរជាតិណាមួយក៏ដោយក្តីក៏ប្រទេសទាំងនោះត្រូវបានដាក់ឲ្យជារដ្ឋស្ថិតនៅក្រោមការការពាររបស់ស៊ីតូការកំណត់បែបនេះបានផ្ដល់មូលដ្ឋានសមស្របមួយសម្រាប់ការចូលរួមរបស់សហរដ្ឋអាមេរិកនៅវៀតណាមព្រោះថាសមាជិកស៊ីតូបានសន្យាថានឹងចាត់វិធានការដើម្បីទប់ស្កាត់ការរីករាលដាលរបស់ពួកកុម្មុយនីសនៅអាស៊ីអាគ្នេយ៍ការព្រួយបារម្ភនៅក្នុងតំបន់អំពីពួកកុម្មុយនីសបានជះឥទ្ធិពលទៅដល់ការគាំទ្រវៀតណាមខាងត្បូងហើយចំនួនវៀតណាមក៏បានក្លាយទៅជាផ្នែកមួយនៃការប្រកួតប្រជែងគ្នារវាងមហាអំណាចនៅក្នុងសង្គ្រាមត្រជាក់ដែលជាហេតុបង្កើតឥទ្ធិពលនៅក្នុងការសម្រេចចិត្តរបស់មហាអំណាចទាំងនោះផងដែរខណៈពេលដែលសហរដ្ឋអាមេរិកសហភាពសូវៀតនិងចិនកំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីប្រជែងគ្នាបង្កើតសម្ព័ន្ធភាពជាមួយប្រទេសឯករាជ្យថ្មីថ្មោងហើយវៀតណាមនេះហើយបានក្លាយទៅជាទីលានសាកល្បងមួយរបស់បងធំទាំង3នេះនៅក្នុងការព្យាយាមបង្ហាញឥទ្ធិពលរបស់ខ្លួនសហរដ្ឋអាមេរិកបានផ្ដល់ជំនួយសេដ្ឋកិច្ចនិងយោធាដល់វៀតណាមខាងត្បូងខណៈដែលសហភាពសូវៀតនិងចិនបានផ្ដល់ជំនួយស្រដៀងគ្នាដល់វៀតណាមខាងជើងមេដឹកនាំទីក្រុងហាណូយយល់ថាពួកគេកំពុងតែដើរលើខ្សែព្រ័ត្រដ៏គ្រោះថ្នាក់រវាងអ្នកឧបត្ថម្ភទាំងពីរដែលកំពុងមានជម្លោះគ្នាស្រាប់ព្រោះវៀតណាមខាងជើងទទួលបានការគាំទ្រយ៉ាងខ្លាំងនិងសំខាន់ពីប្រទេសទាំងពីរដែលសម្ដៅដល់ចិននិងសូវៀតរីឯវៀតណាមខាងជើងឯនោះវិញក៏បានទទួលប្រយោជន៍ពីពាណិជ្ជកម្មជាមួយនឹងអឺរ៉ុបខាងកើតតាមរយៈការស្ថិតនៅក្នុងឥទ្ធិពលរបស់សូវៀតផងដែរបើទោះបីជាអាញាធរនៅវៀតណាមទាំងពីរ
ព្យាយាមបង្ហាញឯករាជ្យរបស់ខ្លួននិងប្រឆាំងពីការគ្រប់គ្រងពីមហាអំណាចយ៉ាងណាក៏ដោយក្តីក៏ការប្រកួតប្រជែងអំណាចនៅក្នុងសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិកសហភាពសូវៀតនិងចិនគឺជាកត្តាសំខាន់មួយនៅក្នុងការកំណត់ទិសដៅអនាគតរបស់សង្គ្រាមវៀតណាមប្រសិនបើពុកម៉ែបងប្អូនមានបំណងនៅក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការផលិតវីដេអូស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរក្រហមក៏ដូចជាប្រវត្តិសាស្ត្រផ្សេងៗទៀតបងប្អូនអាចធ្វើការបរិច្ចាគនៅខាងក្រោយវីដេអូដែលខ្ញុំបានទម្លាក់ QR ABA នៅខាងក្រោយនេះព្រោះដោយសារតែចំណូលដែលខ្ញុំទទួលបានអំពី YouTube នេះគឺវាតិចស្ដួចស្ដើងមែនតើព្រោះដោយសារនៅក្នុងស្រុកខ្មែរយើងសេដ្ឋកិច្ចរបស់យើងវាមិនស្រូវល្អអញ្ចឹងហើយចំណូលដែលមកពី advertising នេះគឺវាតិចទូចស្ដួចស្ដើងមែនតើបើសិនជាបងប្អូនគិតថាអ្វីដែលខ្ញុំកំពុងតែធ្វើនេះគឺវាបានជាប្រយោជន៍ហើយចង់លើកទឹកចិត្តដល់ការស្រាវជ្រាវបន្តទៀតបងប្អូនអាចធ្វើការបរិច្ចាគតាមរយៈ ABA QR ដែលខ្ញុំបានផ្ញើនៅខាងចុងវីដេអូនេះបាន